Ok, xưa đây là rock này là trong video này kinh nghiệm trong nón này rock này mà sẽ đập bot cho miếng bài em là hém, snaha bài ping ping vinh mà đón, ok, và chân dương màn ngày này cái dương set dương toxic dương smoke smile, bà chết khôi chết cho mình bot vanda, bà màn ngày này, so ngày này dương mà sẽ đập bot trong riêng bài snaha ping ping vinh mà đón, ok, và chân ngày này nhom nó một vừa cả react từ botរបស់ PT ដែលមានចំណងជើងថាចម្រៀងតែងជូនអូនអូខេហើយយើងក៏បានឃើញនៅរូបភាពមួយចំនួននៅលើបណ្ដាញសង្គមដែរពួកគាត់ទាំងពីរកំពុងតែថតគេថតរូប pre wedding pre អីចឹងណាអញ្ចឹងគាត់កំពុងតែរៀបចំត្រៀមដើម្បីកម្មវិធីធំរបស់គាត់អីចឹងទៅ so yeah អញ្ចឹងយើងនឹងមកស្ដាប់បទចម្រៀងរបស់គាត់ទាំងអស់គ្នាអូខេPity and Manin ចម្រៀងតែងជូនអូន yeah អូខេគេថាវត្តសង្សារវ័យមិនទៀងប៉ុន្តែស្នេហ៍ខ្ញុំនឹងនាងគ្មានលំអៀងមន់តិចសំហ៊ូនព្រមស្មានមកក៏ស្មងគ្មានថ្ងៃសំក៏ក្រំវ័យទាំងអូព្រមគង់ជូនអូនហើយពីថ្ងៃនេះតទៅមុខរួមរាំងរួមសងតុងសូមស្បន់មុំម៉ែពុំលោកសុំចិនព្រមលើកកូនអោពីថ្ងៃនេះទៅថ្ងៃក្រោយអូបាទដូចជាមានភ្លៀងទៀតនេះពេលគាត់ថតហ្នឹងហើយបាទអញ្ចឹងនេះគឺជារូបភាពក៏ដូចជាកម្រងរូបភាពកម្រងវីដេអូដែលគាត់ថត pre wedding នៅប្រាសាទអង្គរវត្តណាបាទនៅពេលដែលឃើញរូបភាពគាត់គឺនឹកឃើញដល់រូបភាពខ្លួនឯងបាទអញ្ចឹងខ្ញុំក៏បានទៅថត pre wedding នៅសៀមរាបដែរនៅប្រាសាទអង្គរវត្តដែរអញ្ចឹងយេរុំគឺស្អាតមែនតើគឺបើសម្រាប់ខ្ញុំអត់ដែរម្លងឯខេត្តសៀមរាបគឺតែងតែចង់ទៅលេងបាទអូខេអញ្ចឹងស្អាតមែនតើរូបភាពដែលយើងថតនៅទីតាំងប្រាសាទអង្គរវត្តបាទអូខេតទៀតពេលអូនខ្លាចជាម្ដាយពពុងទូឡើងសងវ៉ាពេញកាយក៏ពុងសុំស្មឹងដឹងជីវិតសំខាន់ពេលដែលអូនខ្លាចជាម្ដាយពេលដែលអូនពោពោះទោះឡើងសង្វាពេញកាយក៏បងសុំស្ម័គ្រដាក់ជីវិតមើលថែអូននៅតែស្រឡាញ់អូនដូចដើមអញ្ចឹងណាអញ្ចឹងគឺថាបញ្ហារបស់មនុស្សស្រីគឺគាត់តែងតែខ្លាចនៅពេលហ្នឹងគណៈពេលហ្នឹងក៏ជាចំណុចមួយក៏ជាពេលវេលាមួយដែលគាត់ភ័យខ្លាចថាប្តីគាត់ឈប់ស្រឡាញ់គាត់បាទមើលមកគាត់ដូចថាគាត់ប្រែប្រួលរូបរាងកាយគាត់អាក្រក់គាត់មានសង្វាគាត់មានអីអញ្ចឹងទៅគឺធ្វើឲ្យគាត់មានអារម្មណ៍មួយថា uncomfortable បាទអត់មានអារម្មណ៍ confident ហើយខ្លាចប្តីនឹងស្វាមីនឹងប្រែប្រួលចិត្តឈប់ស្រឡាញ់អីចឹងទៅបាទនេះគឺជាចំណុចសំខាន់មួយបាទអូខេតទៀតវមិននេះសុនសឹងជាពេលពឹងររឿងខំឆ្កងកូនឡងជុំកិនទេវតាចាថាគ្មានខ្វាញ់គុំមិនគូយើងញិនមិនសិនពរជ័យអោខ្លួនឆោមឆាយរស្មីដូចផ្កាយរានៅលើមេឃថ្ងៃនេះអូនស្អាតខ្លាំងពេកបងឈរថ្មឹងសំឡឹងមើលនាងមិនដាក់ភ្នែកសាំងសំនឹងចំរៀងដែលបងតែងដូចស្រីសួរឈុនសដើរលើផ្សាយទឹកភ្នែកខ្ញុំមិនមែនហូរម្នាក់អើយទាំងភ្នែកយើងហូរមកថាសង្សារវ័យមិនទៀងប៉ុន្តែស្នេហ៍ខ្ញុំនឹងនាងគ្មានលំអៀងមន់តិចសំហ៊ូនព្រមស្មានមកក៏ស្មងគ្មានថ្ងៃសំក៏ក្រំវ័យទាំងអូព្រមក៏ជូនអូនហើយជួន
ចប់ហើយជាមួយនឹងបទចម្រៀងមួយបទពីភិតិបាទដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅផ្អែមល្ហែមអូខេបង្ហាញពីទំហំចិត្តដែលគាត់ចង់បញ្ជាក់បន្ថែមថាគាត់នៅតែស្រឡាញ់ឡុងម៉ានីនបើទោះជាគាត់នឹងប្រែប្រួលរូបរាងយ៉ាងណាក៏ដោយនៅពេលក្រោយបន្ទាប់ពីពោះកូនទី1កូនទី2ឬក៏កូនទី3 I don't know បាទអញ្ចឹងគឺគាត់ចង់បញ្ជាក់បង្ហាញប្រាប់ពីទំហំចិត្តរបស់គាត់ថាអ្វីៗគ្រប់យ៉ាងគឺគាត់បានប្រគល់ជូនអស់ហើយក្តីស្រឡាញ់មួយនេះមិនថាថ្ងៃក្រោយបើអូននឹងខ្លាយទៅជាយ៉ាងណាទេក៏បងនៅតែស្រឡាញ់អូនអីចឹងទៅបាទនេះគឺជាបទមួយដែលយើងឃើញយើងបានដឹងហើយតែពួកគាត់ទាំងពីរគឺផ្អែមល្ហែមមួយគ្នារហូតមកដល់គាត់មិនសូវមានបញ្ហាអីចំនួនឆ្លោះខ្វែងគំនិតគ្នាឬក៏ឲ្យមានរឿងថាឆ្លោះគ្នាអីឲ្យយើងឃើញនៅលើបណ្ដាញសង្គមវាដូចជាអត់សូវមានទេឃើញតែភាពរីកចម្រើនរបស់ពួកគាត់អូខេហើយចំណុចមួយដែលគាត់បង្ហាញទៅខាងស្រីថាក៏វាចំចំណុចដែរមនុស្សស្រីភាគច្រើនគឺគាត់តែងតែបារម្ភថាស្វាមីគាត់នឹងឈប់ស្រឡាញ់គាត់នៅពេលដែលគាត់ប្រែប្រួលរូបរាងកាយបន្ទាប់ពីពោះហើយអីចឹងទៅអូខេអញ្ចឹងខ្ញុំចង់និយាយថាកន្លែងហ្នឹងណាអូខេនៅពេលដែលយើងជួបស្នេហាពិតជួបមនុស្សដែលយើងស្រឡាញ់ពិតប្រាកដគឺយើងមិនគិតទៅលើសម្រស់ទេយើងលែងគិតទៅលើសម្រស់ហើយអញ្ចឹងបើទោះជាគាត់ប្រែប្រួលរូបរាងយ៉ាងណាក៏ដោយក៏យើងនៅតែស្រឡាញ់ថែរក្សាគាត់នៅតែស្រឡាញ់គាត់ដូចដើមដូចថ្ងៃដំបូងអញ្ចឹងព្រោះយើងអត់បានគិតលើសម្រស់ទេយើងគិតទៅលើការស្រឡាញ់គ្នាទៅវិញទៅមកគិតទៅលើចិត្តនឹងចិត្តការថែរក្សាគ្នាការយល់ចិត្តគ្នាអធិស្ឋានគ្នាទៅវិញទៅមកអញ្ចឹងទៅអូខេខ្ញុំទទួលស្គាល់ថាពួកគាត់ទាំងពីរសិតតែស្រស់ស្អាតស្រស់សង្ហាប៉ុន្តែជាក់ស្ដែងរូបសម្រស់ហ្នឹងវាមិននៅជាប់ជាមួយគាត់ថិតទេអញ្ចឹងវាមានតែចិត្តទេទំហំចិត្តស្រឡាញ់ដោយមិនខ្វល់ពីសម្រស់ហ្នឹងទៅវាជាក្តីស្រឡាញ់ពិតហើយថិតថេរបានយូរអង្វែងបើទោះជាមានការប្រែប្រួលរូបរាងកាយយ៉ាងណាក៏ដោយបាទអូខេបត់ផ្អែមល្ហែមបាទភីងរបស់ភិតិអូខេប៉ុន្តែខ្ញុំមានអារម្មណ៍មួយថាបទនេះវារៀងចាញ់បទដែលគាត់តែងឲ្យប្អូនគាត់ឬក៏បងគាត់ឡុងម៉ានិចខ្ញុំអត់សូវច្បាស់ថាពីរអ្នកហ្នឹងគាត់អ្នកណាបងអ្នកណាប្អូនបាទថ្ងៃដែលយើងរងចាំបទហ្នឹងព្រោះ melody អីវារៀងព្រោះជាងសម្រាប់ខ្ញុំចូលចិត្តបទថ្ងៃដែលយើងរងចាំជាងថ្ងៃដែលពួកយើងរងចាំហើយនេះគឺជាស្នេហ៍យើងថែមកច្រើនឆ្នាំអូខេបាទខ្ញុំចូលចិត្តបទនឹងជាអូខេបាទអញ្ចឹងការរៀបចំមុននឹងជិះចូលមកដល់ទីបញ្ចប់សង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តសម្រាប់អ្នកមកថ្មីកុំភ្លេចចុច subscribe និងចុចរូបកណ្ដឹងហើយកុំភ្លេចជួយ follow page Facebook ខ្ញុំម្នាក់មួយផងឈ្មោះដូចគ្នានឹងបាទជួបគ្នានៅវីដេអូក្រោយ peace